សម័យ Gen Z ហើយបងប្អូនគួរតែផ្លាស់ប្ដូរបរិបទនៃការរស់នៅជាពិសេសផ្លាស់ប្ដូរជាមួយនឹងរសជាតិនិយមបងប្អូនណាការផ្លាស់ប្ដូររសជាតិនិយមមានន័យថាគឺឲ្យយើងផ្លាស់ប្ដូរជាមួយនឹងការប្រើប្រាស់អាហារដែលមានរសជាតិដែលយើងមានដូចជាល្វីងជូរចត់ផ្អែមប្រៃអីហ្នឹងឯងបងប្អូនជាពិសេសខ្ញុំចង់ឲ្យបងប្អូនណាផ្លាស់ប្ដូរនៅរសជាតិកាហ្វេដែលបងប្អូនផឹកពិសារាល់ថ្ងៃដោយសារបងប្អូនមួយចំនួនធំដែលគាត់ចូលចិត្តពិសាកាហ្វេគាត់តែងគិតថាកាហ្វេដែលមានរសជាតិល្វីងរសជាតិឈ្ងុយឈ្ងប់នៃកាហ្វេគិតថាជាកាហ្វេដែលមានគុណភាពល្អបងប្អូនសូមសាកគិតឡើងវិញបងប្អូនណាកាហ្វេដែលត្រឹមត្រូវគឺគេលីងមិនមែនលីងជាមួយនឹងភ្លើងមិនមែនលីងរហូតដល់ខ្លោចដែលគេហៅថាកាហ្វេល្អទេបងប្អូនណាកាហ្វេដែលមានភាពច្បាស់លាស់ត្រឹមត្រូវគឺជាកាហ្វេដែលគេលីងទៅតាមបទដ្ឋានត្រឹមត្រូវហ្មងរសជាតិនៃកាហ្វេអារ៉ាប៊ីកាគឺជាកាហ្វេដែលធ្វើឲ្យយើងជូរចង់ណាត់ណាអត់ល្វីងអត់ចត់ទេតែវាមានរសជាតិជូរឡំឬក៏ជូរចង់ណាត់បងប្អូនហើយការរក្សាទុកកាហ្វេក៏ត្រូវមានបទដ្ឋានត្រឹមត្រូវដូចគ្នាដើម្បីឲ្យវាមានចេញជាតិខ្លាញ់ថាដូចប៊ឺណាដើម្បីឲ្យវាមានជាតិឈ្ងុយអ្វីដែលខាងពិសេសអាចជួយយើងពីជំងឺមហារីកអេសរសៃឈាមក្នុងខួរក្បាលជំងឺកាកបេះដូងនិងផ្ដល់ភាពស្វាហាប់ដល់រាងកាយជាពិសេសអ្នកដែលលេងកីឡាចង់ស្រក់ខ្លាញ់គឺពិសាកាហ្វេដែលមានកាហ្វេអ៊ីនពិតជាមួយនឹងកាហ្វេសុទ្ធមួយវិញទៀតពិសាកាហ្វេយើងហើយដេកលក់ស្រួលបើមិនជឿអាចសាកលើបានបងប្អូន